Bố khai Việt Nam mau hỏi prey chmut bong bồn tơ là cô na tụ rong trăm caประกวด pa ជាមួយនឹងកីឡាករ Bố khai Việt Nam ហើយគណៈថ្មីនេះអ្នកគាំទ្រគុណខ្មែរបានលើកឡើងចំថាចង់ឲ្យកីឡាករ Bố khai Việt Nam នេះប៉ះជាមួយនឹងជើងខ្លាំងគុណខ្មែរក្របីប្រៃពេជ្រសម្បត្តិខ្លាំងតែនហើយមករយៈនេះក្របីប្រៃពេជ្រសម្បត្តិពិតជាមានទីផ្សារការប្រកួតខ្លាំងតែនប្រៃជមិតបងប្អូនមិនថាការប្រកួតនៅក្នុងស្រុកឬក៏ប្រកួតក្រៅស្រុកទេហើយក៏ការផ្គត់ផ្គង់ឲ្យប៉ះជាមួយនឹងជើងខ្លាំងលំដាប់ពិភពលោកក៏ច្រើនដែរបងប្អូនប្រហែលជាដឹងហើយដូចជាថ្មីនេះអ្នកគាំទ្រគុណខ្មែរបានផ្គត់ផ្គង់នឹងអ្នកគាំទ្រមួយថៃចង់ឲ្យកបៃប្រៃពេជ្រសម្បត្តិប៉ះជាមួយនឹងរថທາງជីបម៉ឹងនុនដែលជាជើងខ្លាំងលំដាប់ Super Star នៅសង្វៀនវ៉ាន់ World Championship បងប្អូនហើយគណៈថ្មីនេះគឺកីឡាករ Bố khai Việt Nam គឺត្រៀមមកប្រកួតនៅប្រទេសកម្ពុជានាខែ6នេះហើយគឺមកប្រកួតហើយនៅក្នុងនោះយើងគួរដឹងហើយបើអ្នកស្វាគមន៍កីឡាករ Bố khai Việt Nam ល្អបំផុតមានតែអ្នកលេងចិត្តសាសបឺតសង្ឃឹមហើយនឹងកបៃប្រៃពេជ្រសម្បត្តិដែលស័ក្តិសមឲ្យដាក់ទៅដឹងតែល្អមើលបងប្អូនកីឡាករទាំងពីរនេះរវាងជើងខ្លាំងគុណខ្មែរព្រោះកីឡាករ Bố khai Việt Nam នេះអាវុធគាត់វាល្អហើយវាឆ្លាតនិយាយទៅទាត់បានល្អហើយម៉ាត់ចេញចូលលឿនហើយបើដាក់កបៃប្រៃពេជ្រសម្បត្តិក៏ល្អដែរបងប្អូនព្រោះកបៃប្រៃពេជ្រសម្បត្តិនឹង Bố khai Việt Nam នេះគ្រាន់តែថាការផ្គត់ផ្គង់វិញតាំងពីចំនួនកីឡាករ Bố khai Việt Nam នេះមកប៉ះជាមួយនឹងនាគខ្មៅខេមបូរ៉ាមកម្នេះកាលនោះប៉ះជាមួយនឹង Bố khai Việt Nam គឺកីឡាករនាគខ្មៅខេមបូរ៉ាឈ្នះដោយបន្ទុកប៉ុន្តែលើកនេះយើងចាំមើលតើ Bố khai Việt Nam មកលើកនេះគួរដាក់បើខំឬក៏កបៃប្រៃពេជ្រសម្បត្តិប៉ុន្តែអ្នកគាំទ្រគុណខ្មែរគាត់បានផ្ដោតទៅកបៃប្រៃពេជ្រសម្បត្តិច្រើនខ្លាំងតែនមកបានប៉ះគ្នាមែនតែនដឹងទៅក៏ក្រោកមែនតែនបងប្អូនគូនេះពិតជាល្អដូចគ្នាអាវុធវាឆ្លាតចេញចូលផ្លាស់ចេញចូលគឺកបៃប្រៃយើងក៏បុកឲ្យ Bố khai នេះអាវុធរបស់គាត់ទៅសារត្រង់ថាគាត់ទាត់បានខ្ពស់បងប្អូនអាវុធគាត់វាបចោលបានវែងហើយពិសេសគឺមានកែងជង្គង់មួយសេតហើយគណៈថ្មីនេះ Bố khai Việt Nam នេះតែតែប្រឡូកនៅសង្វៀនវ៉ាន់ World Championship ទេបងប្អូនឈ្នះមកប្រកួតចាញ់ដូចជាចាញ់មកប្រកួតបងប្អូន Bố khai Việt Nam គឺឈ្នះសង្វៀនវ៉ាន់ហើយប្រវត្តិរូបរបស់គាត់ក៏ធម្មតាដែរជាម្ចាស់ខ្សែក្រវ៉ាត់MTGP ផងដែរខ្សែក្រវ៉ាត់នេះស្ថាប័នពិភពលោកទទួលស្គាល់ល្បីខ្លាំងតែនហើយនឹងខ្សែក្រវ៉ាត់ផ្សេងហើយក៏ធ្លាប់ក្រុងខ្សែក្រវ៉ាត់ថៃផងដែរមិនលុំបងប្អូនហើយកីឡាករ Bố khai Việt Nam នេះបើប៉ះមួយកបៃប្រៃពេជ្រសម្បត្តិសម្រាប់ admin គឺ50ពិតថាពីមុនគាត់ចាញ់កីឡាករនេះខ្មៅខេមបូរ៉ាមែនប៉ុន្តែប៉ះនេះខ្មៅខេមបូរ៉ារៀងចត់បាយដែរបងប្អូនព្រោះកីឡាករ Bố khai Việt Nam នេះវាយចង់ទូកសាច់កាលនោះប៉ុន្តែយើងចាំមើលបើថ្ងៃខែ6នេះមកប៉ះជាមួយកបៃប្រៃពេជ្រសម្បត្តិឬក៏ប៉ះបឺតសង្ឃឹមបងប្អូនឬក៏អាចសងសឹកជាមួយនឹងអ្នកខ្មៅខេមបូរ៉ាល្អដូចគ្នាហើយតែមានតែព័ត៌មានបណ្ដទេចែកជូនបងប្អូនកុំភ្លេចចុច Subscribe នៅមួយផងចាក់ដឹងដើម្បីបានព័ត៌មានថ្មី